អូខេទាំងអស់គ្នាថ្ងៃនេះមកភាពមកផ្ដល់មតិយោបល់ទៅដល់បងប្អូនខ្មែរយើងទាំងអស់គ្នាដោយសារតែប្រទេសជាតិរបស់យើងកំពុងតែមានបញ្ហាតានតឹងមែនទែនជាមួយនឹងប្រទេសស៊ីមដូច្នេះទី1សូមនិយមកុំចែករំលែកថតផុសនៅសិទ្ធិភាពរបស់កងទ័ពយើងដែលគាត់បានចល័តពេលដែលយើងថតទៅធ្វើឲ្យខាងស៊ីមគេអាចចាប់ទីតាំងរបស់យើងបានគេអាចតម្លាក់គ្រាប់ចំគោលដៅអញ្ចឹងណាហើយមួយទៀតគឺគុំថតនៅកន្លែងជនភៀសសឹកដែលគាត់រកកន្លែងពូនកន្លែងសម្រាប់អញ្ចឹងទៅពេលយើងថតទៅគេអាចដឹងទីតាំងអញ្ចឹងទៅហើយទី2សូមញោមតាមដានព័ត៌មានដែលជាផ្លូវការមានភពច្បាស់លាស់ដូចជាភ័យរបស់ក្រសួងការពារជាតិភ័យរបស់សម្ដេចហ៊ុនសែនសម្ដេចហ៊ុនម៉ាណែតក្រសួងការបរទេសទទួលទៅក៏នឹងសតផ្លូវការអញ្ចឹងអាចតាមដានបានភ័យដែលមាន verify សញ្ញាគ្រីស្ទានអាហ្នឹងតាមដានទៅវាល្អផ្លូវការដោយសារតែ SIM ខ្លះវាខូចវាបង្កើតនៅ account ខ្មែររបស់យើងហើយវា share សរខ្មែរហើយវាបំផុសគំនិតជាជនរបស់យើងឲ្យយើងភ័យចលាចលអញ្ចឹងទៅហើយវាព្យាយាមបង្កើតនៅ video AI ដើម្បីបំភាន់បញ្ចូលសលេងអញ្ចឹងជាច្រើនដើម្បីឲ្យខ្មែរយើងចលាចលហើយទី3អាគិតថាកុំតន់ចែករំលែកនៅទីហ៊ានរបស់យើងដែលគាត់បានពាក់លីពេលដែលយើងចែករំលែកទៅធ្វើឲ្យកងទ័ពខ្មែររបស់យើងគាត់បាក់ទឹកចិត្តអញ្ចឹងសូមចាំចែករំលែកតាមក្រោយក៏បានដែរចាំចប់សង្គ្រាមទៅល្អជាងហើយទី4យើងសាមគ្គីគ្នាយើងជួយបានជួយនឹងទៅជួយជាថវិកាក៏បានជាសម្ភារៈទៅជួយជាកម្លាំងកាយកម្លាំងចិត្តអាហ្នឹងជួយទាំងអស់យើងមានជំនាញជួយនឹងទៅយើងសាមគ្គីគ្នាសារតែប្រទេសឡើយកំពុងតែតានតឹងលំបាកមែនទេអញ្ចឹងស្មារតីប៉ុណ្ណឹងហើយយើងសាមគ្គីគ្នា